ទស្សនិកជនជាទីមេត្រីនីតិវិធីរដ្ឋបាលជាពិសេសក្នុងវិស័យដីធ្លីតាំងពីយូរបានចាត់ទុកជាកិច្ចការមួយក្នុងចំណោមកិច្ចការស្មុគស្មាញនិងបង់ពេលវេលាច្រើនរបស់ប្រជាជនចាប់យកការពិតនោះគណៈកម្មាធិការប្រជាជនឃុំដៃហៃទីក្រុងកន្ទើបានផ្សព្វផ្សាយទម្រង់មួយថ្មីបើកបន្ថែមពេលបម្រើប្រជាជនរៀងរាល់ព្រឹកថ្ងៃសៅរ៍ប្រចាំសប្តាហ៍នេះបានចាត់ទុកថាជាការខិតខំអនុវត្តជាក់ស្ដែងដើម្បីញ៉ាំងរដ្ឋបាលទៅជិតប្រជាជនជាងបន្ទាប់ពីជិត2ខែដំណើរការអង្គការថ្មីចាប់ពីថ្ងៃទី1ខែកក្កដាដល់ថ្ងៃទី29ខែសីហាមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំដៃហៃបានទទួលនិងដោះស្រាយជាង2303ឯកសារលើវិស័យជាច្រើនក្នុងនោះមានដល់779ករណីពាក់ព័ន្ធដល់ដីធ្លីប្រការនេះឲ្យឃើញថាតម្រូវការដោះស្រាយនីតិវិធីរដ្ឋបាលក្នុងវិស័យនេះគឺមានទំហំធំណាស់យោងតាមភូមិភាគមិនត្រឹមតែប្រជាជនប៉ុណ្ណោះទេនៅទាំងមានអង្គការនិងអាជីវកម្មខ្នាតតូចនៅក្នុងភូមិសាស្ត្រសុទ្ធតែចង់បានដោះស្រាយលឿនឯកសារតាក់ទងនឹងការផ្ដល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីនិងផ្ទេរកម្មសិទ្ធិបែងចែកដីឬចុះបញ្ជីផ្លាស់ប្ដូរដីផងទៀតថ្ងៃនេះឮថានឹងមានធ្វើការបន្ថែមនៅព្រឹកថ្ងៃសៅរ៍ខ្ញុំឃើញថាងាយស្រួលណាស់មានទាំងកម្មាភិបាលណែនាំអស់ពីចិត្តនិងទាំងមិនសូវបងពេលវេលាតម្រង់ជួររងចាំផងទៀតកាលពីមុនខ្ញុំទៅអនុវត្តសំណុំបែបបទឯកសារដីធ្លីតែងតែជាប់កេងជាមួយនឹងសំណុំបែបបទឯកសារថ្ងៃធម្មតាទៅធ្វើការទៅគ្មានពេលធ្វើដំណើរឥឡូវមានបន្ថែមថ្ងៃសៅរ៍ក៏ឃើញមានភាពងាយស្រួលសម្រាប់ប្រជាជនផងដែរក្នុងជាក់ស្ដែងមិនត្រឹមតែឃុំដៃហៃប៉ុណ្ណោះទេនៅតាមភូមិជាច្រើននៅក្នុងទូទាំងប្រទេសក៏កំពុងអនុវត្តបណ្ដារបៀបធ្វើរវាសរវៃដូចជាធ្វើការថែមម៉ោងរៀបចំថ្ងៃគ្មានសន្មតឬផ្សព្វផ្សាយសេវារដ្ឋតាមបណ្ដាញខិតខំជំរុញមាំកែតម្រង់រដ្ឋបាលបង្ហាញពីសារប្រសាសន៍យ៉ាងខ្លាំងរដ្ឋបាលត្រៀមការផ្លាស់ប្ដូរដើម្បីបម្រើឲ្យកាន់តែល្អប្រសើរនិងជិតប្រជាជនចំពោះឃុំដៃហៃទម្រង់ខាងលើបានជួយភូមិភាគមួយសប្តាហ៍មានទ្វារចំហបន្ថែមដើម្បីដោះស្រាយឯកសារទាំងកាត់បន្ថយសម្ពាធលើថ្ងៃធ្វើការរដ្ឋបាលផងនិងទាំងនាំមកនៅភាពរវាសរវៃដល់រដ្ឋបាលនិងប្រជាជនផងដើម្បីរួមចំណែកធ្វើឲ្យរដ្ឋបាលកាន់តែជិតជាងទៅនឹងស្តង់ដារដើម្បីបម្រើប្រជាជនក្នុងពេលខាងមុខយើងខ្ញុំបន្តពង្រីកបន្ថែមគ្រប់វិស័យសម្ដៅជួយមេមីងងាយស្រួលក្នុងការជិតដិតប្រព័ន្ធរដ្ឋបាលលើភូមិសាស្ត្រឃុំក្រុមឯកសារនីមួយៗបានដោះស្រាយយ៉ាងឆាប់រហ័សជាទំនុកចិត្តរបស់ប្រជាជនបានពង្រឹងនីតិវិធីមួយកាត់បន្ថយការស្មុគស្មាញគឺជាជំហានឆ្ពោះទៅមុខក្នុងដំណើរការកសាងខឿនរដ្ឋបាលទំនើបនិងតម្លាភាពទម្រង់របស់ឃុំដៃហៃចាំបាច់បានពង្រីកទូលំទូលាយសម្រាប់រដ្ឋបាលពិតជាស្ពានបន្តងាយស្រួលប្រសិទ្ធភាពនិងគួរឲ្យទំនុកចិត្តរវាងរដ្ឋនិងប្រជាជន។